សម្ដេចធិបតីហ៊ុនម៉ាណែតរយៈពេលជាង19ខែកន្លងមកនេះរដ្ឋាភិបាលបានដាក់ចេញនិងអនុវត្តនូវកម្មវិធីយន្តការកែទម្រង់និងវិធានការឆ្លើយតបជាបន្តបន្ទាប់នៅក្នុងឱកាសអញ្ជើញជាធិបតីភាពនៅក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ2025ស្ដីពីយុទ្ធសាស្ត្រកំណើតថ្មីរបស់ប្រទេសកម្ពុជានៅព្រឹកថ្ងៃទី4ខែមីនាឆ្នាំ2025នេះសម្ដេចធិបតីហ៊ុនម៉ាណែតនាយរដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថារយៈពេល19ខែកន្លងមកនេះរដ្ឋាភិបាលបានដាក់ចេញនិងអនុវត្តកម្មវិធីយន្តការកែទម្រង់និងវិធានការឆ្លើយតបជាបន្តបន្ទាប់ខណៈគោលនយោបាយទាំងនោះគឺទទួលបានលទ្ធផលល្អគួរជាទីមោទនៈសម្ដេចធិបតីបានលើកឡើងថារដ្ឋាភិបាលអាណត្តិទី7នៃនីតិកាលនៃរដ្ឋសភាបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1ដើម្បីកំណើនការងារមនុស្សធម៌ប្រសិទ្ធភាពនិងជ័យភាពព្រមទាំងកំណត់យកនូវអាទិភាពគន្លឹះចំនួន5មនុស្សផ្លូវទឹកភ្លើងនិងបច្ចេកវិទ្យាដែលមានការកិត្តគូរជាលក្ខណៈយុទ្ធសាស្ត្រដោយឈលលើគោលការណ៍ចំនួន2សំខាន់គឺទី1គឺបន្តថែរក្សានូវសន្តិភាពដែលជាកត្តាសច្ចានុម័តនៅក្នុងការកសាងខឿនអភិវឌ្ឍសង្គមសេដ្ឋកិច្ចនិងទី2គឺបន្តកសាងនិងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ពន្លឿនកិច្ចអភិវឌ្ឍប្រទេសជាតិនៅក្នុងដំណើរឆ្ពោះសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ2025នោះជាមួយគ្នានោះផងដែរសម្ដេចធិបតីនាយករដ្ឋមន្ត្រីក៏បានលើកឡើងផងដែរថានៅក្នុងគោលដៅជំរុញពីពាណិជ្ជកម្មសេដ្ឋកិច្ចបង្កើនការប្រកួតប្រជែងនិងពង្រឹងភាពធន់រដ្ឋាភិបាលបានត្រៀមនឹងដាក់ឲ្យអនុវត្តនៅកម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែងបង្កើនពាណិជ្ជកម្មនិងពង្រឹងភាពធន់ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងបរិយាកាសសកលដែលមានភាពមិនពិតប្រាកដប្រជាខ្ពស់ឆ្នាំ2025-2028ដែលផ្ដោតទៅលើសសរស្តម្ភចំនួន3ដូចជាគឺទី1កម្មវិធីគាំទ្រសេដ្ឋកិច្ចតាមវិស័យក្នុងរយៈពេលខ្លីខាងមុខនិងមធ្យមតាមរយៈការដាក់ចេញនូវវិធានការគោលនយោបាយមុតស្រួចនិងការរៀបចំគោលដៅទី2កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែងបង្កើនពាណិជ្ជកម្មនិងពង្រឹងភាពធន់ដើម្បីដោះស្រាយបញ្ហាប្រឈមដែលមានលក្ខណៈជារចនាសម្ព័ន្ធស្មុគស្មាញអន្តរវិស័យនិងទី3កម្មវិធីត្រៀមលក្ខណៈចាក់ចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួចដើម្បីធានានឹងការដាក់ចេញដោយរលូនជាដើមនោះ